បាទគ្រូយល់សួរពុកម៉ែបងប្អូនវិជាកសិករទាំងអស់គ្នាបាទថ្ងៃដែរជួបជាមួយខ្ញុំសំណាងជាអ្នកបច្ចេកទេសនៅក្នុងផ្សារយន្តកសិកម្មបាទថ្ងៃដែរខ្ញុំចង់ចែករំលែកពុកម៉ែបងប្អូនពីការថែទាំជាមួយនឹងជីបំពន់ភ្នំពេជ្របាទជីបំពន់ភ្នំពេជ្រយកទៅប្រើលើកូនបាទធ្វើឲ្យកូនធំធាត់បានល្អបងប្អូនកសិដ្ឋានមួយចំនួនធំបើសិនជាកាលណាយើងបន្តកូនឬមួយក៏ការថែទាំកូននឹងបានល្អទេគឺមិនមានកូនដាំក្នុងកសិដ្ឋានទេបាទកត្តាទី1ដែលធ្វើឲ្យដំណាំឬមួយកូនដំណាំរស់បានល្អគឺកត្តាដីបាទដែលផ្សំពីដីដែលល្អដីដែលលាយជាមួយនឹងស្កីដូងហើយជាពិសេសគឺបាទលាយជាមួយនឹងដីសម្រាប់បាទធ្វើឲ្យកូនធំធាត់បានល្អកូនថ្លោះហើយយកទៅដាំទៅគឺរស់ទាំងអស់មកបាទអញ្ចឹងគឺជាកត្តាសំខាន់ណាស់ដែលកូននេះបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីបច្ចេកទេសនៅក្នុងការបណ្ដុះកូនឬមួយក៏ការថែទាំកូនពុកម៉ែបងប្អូនអាចធ្វើការតាក់ទងមកតាមរយៈលេខទូរស័ព្ទខាងក្រោមឬមួយក៏តាក់ទងមកតាមរយៈเพจផ្សារហូយន្តកសិកម្មសូមអរគុណ